មិនថាទីកន្លែងណាក៏ដោយសុទ្ធតែមានប្រវត្តិរបស់វាទោះបីជាទីកន្លែងខ្លះវាបានបាត់បង់សភាពដើមក៏ពិតមែនក៏ប៉ុន្តែប្រវត្តិរបស់វាគឺនៅតែស្ថិតក្នុងការចងចាំរបស់មនុស្សដែលធ្លាប់បានឆ្លងកាត់និងជួបហេតុការណ៍រឿងរ៉ាវទាំងនោះត្រឡប់ទៅកាន់ឆ្នាំ2002កំឡុងជាង20ឆ្នាំមុនមានរឿងរ៉ាវមួយដែលបានកើតឡើងនៅក្នុងភូមិជនបទមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្អាងនៃខេត្តកណ្ដាលប្រទេសកម្ពុជាព្រឹកព្រលឹមមាន់រងាវមិនទាន់អាពីងវាបានមកចាំនៅមុខផ្ទះរបស់អាសាលដើម្បីបានទៅសាលារៀនជាមួយគ្នាអាពីងវាស្រែកហៅអាសាលពីក្រៅរបងផ្ទះឲ្យវារៀបចំស្លៀកពាក់ឲ្យលឿនអាងនឹងទៅសាលារៀនជាមួយគ្នាអាសាលពេលដែលវាបានឮសំឡេងរបស់អាពីងហើយវាក៏ប្រញាប់ចេញមកក្រៅទាំងខ្លួនរបស់វានៅស្លៀកខោខ្លីនៅឡើយរួចវាក៏បាននិយាយទៅកាន់អាពីងថាអើយចុះឯងប្រញាប់ទៅណាម៉ោងមិនទាន់6ស្រួលបួលផងមកស្រែកហៅអញលឺអីអើយអញដេកមិនទាន់ឆ្អែតផងអាពីងពេលដែលវាបានឮសំដីរបស់អាសាលហើយវាក៏និយាយមកវិញលឺថាអីចុះឃើញឯងណាត់គ្នាទៅលេងបាល់ព្រឹកហ្នឹងអីអានេះមិនបានឯងធ្វើភ្លេចចឹងវ៉ៃគ្នាយើងគេនាំគ្នាទៅដល់សាលាអស់ហើយវ៉ៃនៅតែឯអញទេនេះពេលដែលវាបានឮសំដីរបស់អាពីងហើយអាសាលវាក៏បាននឹកឃើញភ្លាមថាកាលពីម្សិលមិញពួកវានិងមិត្តភ័ក្តិដទៃទៀតពួកវាទាំងអស់បានណាត់គ្នាទៅលេងបាល់នៅសាលានេះព្រឹកព្រលឹមទើបបានជាអាពីងវាមកហៅអាសាលដូច្នេះគ្រាន់តែបាននឹកឃើញភ្លាមអាសាលវាក៏ខំរូតរះប្រញាប់ទៅស្លៀកពាក់ខោអាវដើម្បីទៅសាលាទាំងមិនទាន់បានស៊ីបាយព្រឹកផងកាត់មកដល់រសៀលថ្ងៃត្រង់នៅពេលដែលចេញពីរៀនអាពីងនិងអាសាលវាដើរមកផ្ទះវិញជាមួយគ្នាពេលដែលមកដល់ផ្ទះអាសាលហើយអាពីងវាក៏បានប្រាប់ទៅអាសាលថាណែអាសាលថ្ងៃនឹងពួកយើងជួបគ្នានៅកន្លែងចាស់វើយកន្លែងចាស់ដែលអាពីងវាបាននិយាយមុននេះគឺជាកន្លែងមើលគោនៅក្រៅភូមិនោះឯងដែលពួកវាទាំងពីរនាក់តែងតែទៅជាមួយគ្នាដោយសារតែអាពីងនិងអាសាលពួកវារៀនតែពេលព្រឹកប៉ុណ្ណោះហើយពេលដែលទំនេរពីការសិក្សានៅពេលថ្ងៃពួកវាទាំងពីរនាក់តែងតែជួយការងារពុកម៉ែរបស់វាដោយជួយមើលគោរុកស្មៅឲ្យគោស៊ីនិងការងារចំការផ្សេងទៀតដោយសារតែវាជាទម្លាប់របស់ក្មេងៗនៅក្នុងភូមិនេះទៅហើយដោយពួកគេតែងតែយកគោមកក្រៅភូមិដើម្បីឲ្យវាស៊ីស្មៅជារៀងរាល់ថ្ងៃហើយនៅជិតកន្លែងដែលពួកវាមើលគោសឹងតែរាល់ថ្ងៃនោះវាមានដីចំការស្វាយដ៏ធំមួយដែលវាមានផ្ទៃដីប្រហែលជាជិត1ហិកតានិងមានដើមស្វាយជាច្រើនប្រភេទនៅក្នុងនោះមិនត្រឹមតែប៉ុណ្ណោះដើមឈើនីមួយៗវាមើលទៅមានអាយុច្រើនឆ្នាំជាពិសេសគឺដើមឈើទាំងនោះវាមានទំហំធំទំហំរបស់ពួកវានីមួយៗទាល់តែមនុស្សពេញវ័យពី3នាក់ឈរអោបទើបបានជុំហើយអ្វីដែលរឹតតែពិសេសនោះគឺនៅក្នុងដីចម្ការនោះវាសម្បូរទៅដោយប្រភេទស្វាយដែលកម្រមាននៅក្នុងភូមិទើបធ្វើឲ្យក្មេងៗដែលទៅមើលគោនៅជិតចម្ការនោះពួកវាតែងតែនាំគ្នាចូលទៅរើស្វាយដែលជ្រុះយកមកស៊ីតាមដែលចិត្តចង់ចម្ការស្វាយដ៏ធំមួយនោះត្រូវបានអ្នកភូមិគ្រប់គ្នាហៅថាចម្ការស្វាយសាក់ប្រាំងដោយសារតែម្ចាស់ដីនេះគាត់ធ្លាប់ធ្វើជាយោធាសាក់ប្រាំងមួយរូបតាំងពីសម័យសង្គមមកម្ល៉េះហើយពេលដែលគាត់ចូលនិវត្តន៍ទៅគាត់ក៏មានប្រពន្ធក្រោយម្នាក់ទៀតរួចក៏នាំប្រពន្ធក្រោយនោះមករស់នៅនិងធ្វើចម្ការនៅដីស្វាយមួយនេះតាសាក់ប្រាំគាត់គឺជាមនុស្សចិត្តល្អម្នាក់នៅក្នុងភូមិគាត់មិនដែលកំណាញ់រឿងស្វាយរបស់គាត់ទេដោយគាត់តែងតែឲ្យអ្នកភូមិចូលទៅរើស្វាយតាមតែចិត្តហើយឲ្យអ្នកភូមិបេះពិសាដោយមិនថាអ្វីទៀតផងគាត់ហាមតែមួយប៉ុណ្ណោះគឺហាមអ្នកភូមិមិនឲ្យលួចបេះស្វាយគាត់យកទៅលក់ប្រសិនបើជាគាត់ដឹងច្បាស់ជាមានរឿងជាមួយគាត់ជាមិនខានគ្រាន់តែរសៀលថ្ងៃត្រង់មកដល់ភ្លាមអាពីងវាក៏បានដឹកគោមកឈរចាំនៅមុខផ្ទះរបស់ខ្ញុំបាត់ទៅហើយគិតទៅអាពីងវាលឿនគ្រប់សពតាំងពីរឿងទៅរៀន
រហូតដល់រឿងទៅខ្វាតគូហើយវាជាទម្លាប់របស់ពួកវាទាំងពីរនាក់ទៅហើយឲ្យតែពេលដែលពួកវាយកគោទៅមើលក្បែរចំការស្វាយសាក់5នោះដឹងតែពួកវានាំគ្នាចូលទៅរើស្វាយក្នុងចំការនោះហើយរាល់ពេលដែលវាចូលទៅដីសាក់5នោះអាសាវាមិនដែលហ៊ានឡើងលួចបេះនោះទេវារើសតែស្វាយណាដែលជ្រុះតែប៉ុណ្ណោះខុសដាច់ស្រឡះពីអាពីងរាល់ពេលដែលវាចូលទៅរើសគឺវាតែងតែលួចឡើងទៅបេះបន្ថែមទៀតអាសាវាក៏ឧស្សាហ៍ប្រាប់អាពីងដែរថាកុំឲ្យវាលួចបេះស្វាយរបស់គេព្រោះថាម្ចាស់គេមានចិត្តល្អឲ្យចូលរើសទៅហើយគួរណាតែកុំមានដៃមានជើងលួចរបស់គេអីតែអាពីងវាហាក់មិនបានខ្វល់នឹងសម្ដីរបស់អាសាសោះហើយវាតែងតែថាឲ្យអាសាវិញថាណែហែងរើសស្វាយដែលធ្លាក់មកនឹងវាបែកជាប់អស់ហើយវាមិនឆ្ងាញ់ដល់ឲ្យយើងបេះភ្លាមណាដោយសារតែគាត់វាមិនស្ដាប់អាសាវាក៏មិនដឹងប្រាប់យ៉ាងម៉េចទៀតដែរវាមានតែបណ្ដោយតាមនឹងទៅអ្វីត្បិតតែចំការស្វាយសាក់5នោះធំក៏ពិតមែនតែម្ចាស់របស់វាគាត់មិនបានធ្វើរបងព័ទ្ធជុំវិញនោះឡើយដោយគាត់ទុកឲ្យអ្នកភូមិចេញចូលដើម្បីរើសស្វាយណាមួយអ្នកភូមិខ្លះទៀតពួកគេត្រូវការដើរកាត់តាមផ្លូវចំការស្វាយនេះដើម្បីទៅដីចំការរបស់ពួកគេដែរតាសាក់5គាត់ក៏ឧស្សាហ៍ដើរមកមើលចំការស្វាយគាត់ដែរព្រោះអាពីងនិងអាសាពួកវាក៏ធ្លាប់បានជួបគាត់ជាច្រើនដងពេលដែលវាចូលទៅរើសស្វាយក្នុងចំការគាត់នៅពេលដែលជួបពួកវាទាំងពីរនាក់នោះគាត់តែងតែប្រាប់ពួកវាថាកុំឲ្យនាំគ្នាឡើងទៅលើដើមស្វាយបេះគាត់ប្រាប់នេះមិនមែនមកពីគាត់ចិត្តអាក្រក់នោះទេតែគាត់ខ្លាចពួកវានៅក្មេងៗបើឡើងដើមស្វាយធំទៅក្រែងលោធ្លាក់មកបាក់ដៃបាក់ជើងត្រឡប់មកមើលអាពីងនិងអាសាឯនេះវិញនៅថ្ងៃនេះខណៈដែលពួកវាទាំងពីរនាក់កំពុងតែចូលរើសស្វាយដូចរាល់ដងស្រាប់តែពួកវាក៏បានឮសំឡេងផ្ទុះឮខ្លាំងដូចជាមានសំឡេងផ្ទុះកង់ឡានហើយសំឡេងនោះបានឮរហូតដល់2ដងឯណោះសំឡេងផ្ទុះលាន់ឮសូរផាំងចំនួន2ដងបានធ្វើឲ្យអាសានិងអាពីងវិភ្ញាក់ជ្រុះស្វាយចេញពីដៃអស់រលីងគ្រាន់តែបានឮសំឡេងនោះហើយអាសាវាក៏បានងាកទៅសួរអាពីងថាណែហើយមានឮសំឡេងអីមុននេះអត់ដែរសំឡេងដូចណាគេបាញ់កាភ្លើងមកទេវ៉ៃគ្រាន់តែបានឮអាសាវានិយាយភ្លាមអាពីងវាក៏បានប្រញាប់តបទៅវិញថាសំឡេងកាភ្លើងឈួតស្អីហើយណាសំឡេងនេះសំឡេងផ្ទុះកង់ឡានច្បាស់ណាស់ឡានវាបើកផ្ទុះកង់នោះណាអើយកុំតែគិតច្រើនអីរើសស្វាយយើងមកវិញមកអាំងចេញទៅមើលគោយើងវិញបន្ទាប់ពីបានឮសម្ដីរបស់អាពីងហើយអាសាវាក៏មិនចាប់អារម្មណ៍អ្វីទៀតដែរហើយពួកវាទាំងពីរនាក់ក៏បន្តដើររើសស្វាយដូចធម្មតាប៉ុន្តែអ្វីមិនដូចជាពួកវាគិតឡើយព្រោះថារំលងបានតែ2ថ្ងៃក្រោយពេលដែលមានសម្លេងផ្ទុះនោះមកស្រាប់តែចំការស្វាយសាក់5នោះក៏ចាប់ផ្ដើមមានគេមកធ្វើរបងព័ទ្ធជុំវិញអាពីងនិងអាសាពួកវាឆ្ងល់ដែរថាហេតុអីបានជាសុកចំការស្វាយដែលធ្លាប់តែចេញចូលសេរីមិនដេចបានជាគេមកធ្វើរបងបែបនេះហើយរបងដែលគេកំពុងតែធ្វើនោះវាមិនមែនជារបងឥដ្ឋស៊ីម៉ង់អីនោះទេវាជារបងដែលធ្វើពីបន្លាលួសដែលចងជាប់ជាមួយនឹងបង្គោលថ្មថ្ងៃល្ងាចរៀងជ្រេបន្តិចព្រះអាទិត្យរៀបនឹងអស់ស្ដង្គត់អាពីងនិងអាសាលពួកវាទាំងពីរនាក់ក៏បាននាំគ្នាយកគោត្រឡប់មកផ្ទះវិញអាសាលពេលដែលវាមកដល់ផ្ទះភ្លាមស្រាប់តែវាមិនទាន់បាននិយាយអ្វីផងម៉ែរបស់វាក៏បានប្រាប់អាសាលថាឲ្យអាសាលឈប់យកគោទៅស៊ីស្មៅនៅជិតដីសាក់5នោះទៀតនិងហាមដាច់ខាតមិនឲ្យវាចូលរើសស្វាយក្នុងដីនោះអាសាលវាធ្វើមុខឆ្ងល់រួចវាក៏បានសួរទៅកាន់ម៉ែវាថាម្ដេចបានជាគាត់លែងឲ្យវាទៅមើលគោនៅជិតនោះហើយវាក៏បន្តសួរទៀតថាម្ដេចបានជានៅសុកស្រាប់តែដីចំការសាក់5នោះមានគេធ្វើរបងព័ទ្ធជុំវិញបន្ទាប់ពីបានឮសំណួររបស់អាសាភ្លាមម៉ែរបស់វាក៏បានឆ្លើយមកវិញថាប្រហែលមកពីម្ចាស់របស់គេចង់ការពារកុំឲ្យអ្នកភូមិចូលទៅលួចស្វាយរបស់គេទៀតបានជាគេធ្វើរបងបែបនេះរួចគាត់ក៏បន្តទៀតថាកុំឲ្យអាសាវាសួរច្រើនធ្វើតែតាមគាត់ប្រាប់ទៅបានហើយបន្ទាប់ពីបានស្ដាប់សម្ដីរបស់ម៉ែវារួចអាសាវាក៏មិនបានសួរតទៅទៀតដែរហ
ហើយម៉ែរបស់វាក៏បានប្រាប់អាសាលឲ្យប្រញាប់តែមួយទឹកអាងនឹងមកស៊ីបាយពេលល្ងាចលុះស្អែកឡើងអាសាលវាក៏បានយកគោមកឲ្យស៊ីស្មៅដោយធម្មតាតែដោយសារតែចាំបានពីសម្ដីម៉ែរបស់វាបានប្រាប់កាលពីល្ងាចមិញអាសាលវាមិនបានយកគោទៅស៊ីស្មៅនៅជិតចំការស្វាយសាក់5នោះទៀតទេដោយវាបានយកគោទៅឲ្យស៊ីស្មៅនៅដីវាលមួយទៀតនៅឯចុងភូមិងាកមកមើលអាពីងឯនេះវិញវាបានយកគោមកឲ្យស៊ីស្មៅដូចរាល់ដងតែចម្លែកត្រង់ថាថ្ងៃនេះវាមិនបានឃើញអាសាលដែលជាខ្លាជិតស្និទ្ធរបស់វាសោះទើបអាសាលវាខំដើររកអាពីងគ្រប់ទីកន្លែងមួយសន្ទុះក្រោយមកអាពីងវាក៏បានរកឃើញអាសាលដែលវាកំពុងតែនៅខ្វៀលគោនៅឯចុងភូមិគ្រាន់តែបានឃើញអាសាលភ្លាមអាពីងវាក៏បានសួរទៅកាន់អាសាលថាណែមិនបានឯងមកមើលគោអីនៅនេះវិញហ៎អញខំដើររកវានៅនោះកាពិតវាមកមើលគោនៅនេះម្នាក់ឯងសោះហើយវាកើតអីឯងបានឯងអត់ទៅមើលគោនៅនោះវិញអញខំចាំមើលផ្លូវឯងមួយថ្ងៃហើយគ្រាន់តែបានឮសម្ដីអាពីងវានិយាយរួចអាសាលវាក៏បានប្រញាប់និយាយតបទៅកាន់អាពីងវិញថាណែម៉ែអញគាត់អត់ឲ្យទៅមើលគោចិត្តដីចំការស្វាយសាក់5នោះទៀតទេវើយអញអត់ដឹងថាមិនដែរប៉ុន្តែគាត់ប្រាប់អញអត់ឲ្យទៅមើលចឹងអញមានតែធ្វើទៅតាមគាត់អញ្ចឹងហើយបានអញមកមើលនេះតែម្នាក់ឯងហ្នឹងណាពេលដែលបានឮអាសាលវានិយាយដូច្នេះហើយអាពីងវាក៏ចាប់ផ្ដើមសើចខ្លាំងហើយវាក៏និយាយថាឲ្យអាសាលថាណែម៉ែអញគាត់ក៏ប្រាប់ដែរវើយថាកុំឲ្យទៅមើលគោនៅនឹងទៀតតែហែងតែស្ដាប់សម្ដីចាស់ធ្វើអីកន្លែងយើងធ្លាប់មើលគោជុំគ្នាតាំងពីដើមមកហើយហ្នឹងហែងចង់ទៅណាទៀតតោះទៅកន្លែងយើងវិញទៅក្រោយពីបានស្ដាប់អាពីងវានិយាយបញ្ចុះបញ្ចូលយូរទៅអាសាលវាក៏បានងក់ក្បាលយល់ព្រមហើយវាក៏បានត្រឡប់ទៅកាន់កន្លែងនោះវិញជាមួយនឹងអាពីងគ្រាន់តែអាសាលវាមកដល់កន្លែងមើលគោដើមនោះវិញភ្លាមអាពីងវាក៏បានបបួលអាសាលចូលទៅរើស្វាយក្នុងចំការសាក់5នោះភ្លាមក្រោយពីបានលឺអាពីងវាបបួលរួចអាសាលវាធ្វើដូចជាតាក់ទើមិនចង់ចូលទៅរើរួចវាក៏បានក្រវីក្បាលព្រោះថាវាមិនហ៊ានចូលនោះទេដោយសារតែវានៅចាំសម្ដីម៉ែរបស់វាប្រាប់ថាកុំឲ្យវាចូលទៅរើស្វាយក្នុងដីនោះទៀតអីគ្រាន់តែបានឮសម្ដីអាសាលនិយាយរួចអាពីងវាក៏បានយកដៃទះក្បាលអាសាលពីក្រោយផ្លាត់ហើយវាក៏និយាយថាឲ្យអាសាលថាអាហ្នឹងទៀតហើយឯងស្ដាប់សម្ដីម៉ែឯងម៉ែបើយើងរើសរាល់ដងវាមិនដែលកើតស្អីផងហ្នឹងអើយអញមិនដែលជួបណាគេខ្លាចដោយឯងទេដោយសារតែបានឮសម្ដីឌឺដងរបស់អាពីងអាសាលវាក៏បានប្រាប់ទៅអាពីងវិញថាទៅចូលក៏ចូលទៅចឹងតែចូលនៅចិត្តនេះបានទេវើយកុំចូលទៅឆ្ងាយពេកពេលដែលបានឮសម្ដីអាសាលហើយអាពីងវាក៏បានលន់មាត់ទៅកាន់អាសាលវិញថាហ្នឹងបានជាពុកម៉ាក់អញវើយហែងទៅស្ដាប់អីសម្ដីពុកម៉ែនឹងគាត់នៅផ្ទះនោះគាត់មិនដឹងថាយើងចូលបន្ទាប់ពីបាននិយាយគ្នាត្រូវរើហើយអាពីងនិងអាសាលវាក៏បាននាំគ្នាដើរសម្ដៅទៅកាន់ចំការស្វាយសាក់5នោះពេលទៅដល់ចិត្តរបងហើយអាពីងវាក៏បានលើកខ្សែរបងលួននោះដើម្បីឲ្យអាសាលវាលូនចូលតាមផ្លូវក្រោមហើយនៅពេលដែលអាសាលវាចូលទៅដល់ក្នុងវិញវាក៏បានលើកខ្សែរបងលួននោះវិញម្ដងដើម្បីឲ្យអាពីងវាលូនចូលមកដែរគ្រាន់តែបានចូលទៅដល់ចំការស្វាយនោះភ្លាមអាសាលវាចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនសូវស្រួលព្រោះថាទោះបីជាវាធ្លាប់ចូលក្នុងនេះរាប់សិបដងមិនឈ្នះក៏ពិតមែនក៏ប៉ុន្តែការចូលមកលើកនេះវាមានអារម្មណ៍ខុសប្លែកពីរាល់ដងជាពិសេសគឺវាមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងខ្លាំងមែនទែនហើយអាសាលវាក៏បានគិតក្នុងចិត្តម្នាក់ឯងតិចៗថាប្រហែលជាមកពីគេរុំព័ទ្ធរបងជុំវិញនៅទីនេះទើបបានជាវាមានអារម្មណ៍ថាប្លែកមិនស្រួលខុសពីរាល់ដងបែបនេះតែអ្វីដែលរឹតតែធ្វើឲ្យពួកវាប្លែកចិត្តមួយទៀតនោះគឺរាល់ដងនៅពេលដែលវាចូលមកចំការស្វាយមួយនេះវាតែងតែមានឃើញក្មេងៗផ្សេងទៀតពួកវាចូលមករើស្វាយជាច្រើននាក់តែខុសប្លែកអីលើកនេះឃើញមានតែពួកវា2នាក់តែប៉ុណ្ណោះ
đã cho một trong các xoáy mùi nì từ thua ai cả cho một rớt xoáy lướt ní viên miền phiệp ngấp ngạt chieng rõ đồ đòi bán khơi à xà vi trồ mới chung mình luôn được bỏ vì hát đôi chìa mình miền bị nhìn nước nồng luôn à pieng với cậu bạn cú mà à xà mũi tùng hừng hỏi việc cậu bán lon một thả hay cho bị cài ấy ấy nhà xá là bạn chi ấy cho plug ấy chẳng vậy to non kia tới ra xoay bé để bạn lướt sầm đầy rồi bỏ à pieng hỏi à xà với cậu bạn vậy top một vinh thả anh miền cài ấy anh còn tới ngon lắm nè hay mưa ngày này vì đang ngạt đuổi trò đong hoặc ngay không mình vì chỗ mở ra mà cần nó tay ngày năng đuổi ở miền khơi màu sao à đuổi miền tại giường pin nét mà chỉ cả năng à bỏng viết sao hết con vậy mốc bình thà ngắt chẳng ngay vì lỗ vậy bụi dương rồi xoay bàn chờ ở miền là kia mà làm dương ta công dây chết không đi chỗ tới bên tốt bị bộ viên này giết này rồi à xa nâng à biển bộ viên tầng pin nè có bạn nón kia đã được xoay bên tốt bị được bán muối sần tù thùng à biển viết có được út hà hay trong mấy ngày nâng xoay chung một ở mình o sao chẳng vậy chung một bạch ở lý nhá rốt ta à lò mùi của miền anh kịch rô làng bé vinh vậy à xa bếp ban lừa à biển viết vậy rồi viết cậu bạn prap từ à biển vinh thà này hãy ở một plate tiết sân tư hãy kịch chẳng tà làng là hột món ấy anh đi hãy giặt ta mà cha kia mà toan nâng vi vò lời hơi vậy nói bị bàn lướt sầm đầy rồi bỏ xa hỏi à biển với con mình toàn láng bé xoài đại hơi vỉa nơi tay bần tỏ rớt xoài chỉ mũi nước à xa đa bàn mũi sần tụ nói một nơi bề đẹp phụ vi tầng pin nè đa tự đỏ đây cần đào trong cá xoài sắp tay à xa nâng à biển phụ vi tầng pin nè ban khơi đám xoài kéo dạ đỏ thông mùi đàm đã nơi lửa đám được bảo vệ bố bình tự đòi plái thùng tại ở với để thừa ai à xa với chầm lại nông chật hơi nâng miên à ròm tha mình sủa nô cử nơi lửa đám xoài kéo dạ đỏ thông mùi đàm nụ vía miền sai cô mực xài đại kỳ cho chuột nâng đám xoài nụ hỏi bế đại vì xâm lần mới du tử sai mũi trò vài nụ mới tự để dịch xài kết tục xâm rạp cho gò hỏi ở với để thừa ai à xa với đất tại miền à ròm cắn tay mình sủa nô cử nước bế đại vì nghĩa mưa trồng hiền đám xoài nụ vía bàn khơi miên kệ đã bay mà hộp nâng nụng mũi cần tồn nâng khơi miền thuốc đã cầm bông tại hối say nhà lòi nơi chật nụ vía bếp đôi chỉ kệ cầm bông tại đã xâm này sai nào với mũi được trên đài à xa còn ta việc bán khơi được trên phim với còn miền à ròm cắn tay mình sủa khăng làng hỏi việc có bán prap từ áp biếng thả anh này áp biếng à anh kịch thả dừng nông này trên tàu quên tàu vậy anh mới à ròm đôi chia mình xây sủa sao hay mưa miền sầm này miền ấy nơi chụp làm chơi tiếc à này mày mà bụi dương nông này trên tàu quên tàu bây để bàn lử sầm đấy được bỏ xa hỏi à biển viết có bàn số từ cả à xa bên thà hãy khai ấy à hãy khai có một mét sầm này nâng hãy soi cái thua cam bị thi kê nơi te hãy kê vô một túc nơi kê nằm xoay nè hãy thua được đại bàn khơi nhé còn tại bàn lướt sầm đầy được bỏ à biển phìm à xa với mình bàn to vào vầy lợi vì dốt đầy đã lường một được bỏ vỉa đàm bì prap oi ở biển cùng oi viên dày lướt bị oi vỉa có bán ngục bà tích tịch chia sẻ nhà prap thà à xa với bất chỉ khai không mối bật mèn còn tại đằng thà à xa với miền à ròm khai phìm sắp tại ở biển với cậu bàn sói lười oi định dày từ tha oi à xa thà anh thà anh đang khai men vì mình tự miên không ai say thế à hãy chi anh tư chỉ cả xoài dương trồ một rộp đòn mình phải chạy mình đai chuột ấy phong hãy tự khai say hãy này chỉ mùi anh hỏi vì không miên đường ấy cả lang tê tư đời sát tại ập biển vì chỉ của mình rất rủ hỏi vì mình chết lại ấy nấu tỉ từ bán chỉ vì mình qua biết sầm đầy rồi bỏ xa lời hỏi khả năng bé đại bộ vì thằng pin nè cùng phong tài này chỉ kia sốc sốc sắp tại biển với cậu bạn đã tân nộn đã lừa con tôm sầm này đại kỳ đã xài nơi chật đám xoáy mùi nụ khi được trên phim à xa với cậu phải slon slau hỏi vì say ỏi à biển thả này cho anh cô tê à biển
Mịch ban chi anh thân ôm đã xâm lén cây chăng à ni. Anh đang thầy mình khai hơi. Tại anh thui chẳng đôi chỉ lỡ hai vơi. Tại biển vì hạ mình bán quả nâng sầm đầy được bỏ xá lòi. Vì nơi tại mình toàn nôm đã cần toàn sầm nái nụ. Hơi vì sát lừ thua mình đắng mình quả. Khả năng đại bộ về tặng pin nè cầm bông tay nị dây pro cái kia. Sắp tại miền bộ mạ đã bao về mà nẹ tiệt. Bán đa sầm đàng mẫu rốc bộ về. Nút cứ chỉ hàng để chia bộ mạ chất sinh đã bóp bộ về tặng pin nẹ đài. Hơi chạy rật rồi bóp hàng có mình khó pi à bỏng đài. Vì riêng trên lớp bờ hay mình trẻ khá cho vậy nút tì. Bê đại bán chụp hàng mà nẹ tiệt. Asa vì có lên sự miên à rộng phê khá. Cú thảo vì bàn khnia bấy nẹ. Vì mình sẽ ngặt đôi một nì. Bê đại bàn khơi nhà hàng đa một hỏi. Biển vì có bàn prap tờ hán thả. Vì công bùng trong làng bế xoài kéo dạ nì. Bố khơi plai vì thôm lõ nà. Vì xùa từ các hàn thả. Ta hàn vì chọn làng bè chỉ mối nâng vì đá rì tì. Ta hàn có bán to một việc vinh thả. Vì chỉ làng nà. Vì chọn đá rì xoài nước hàng mốc nụ vĩnh. Bố thả nước hàng mốc nụ. Vì sầm bộ tự đào xoay tùm lõ đã chú một. Nị dây khỉ chấp liềm. Hàn vì có bạn đã từ rì xoài nước hàng mốc nụ bạch tử. Trong này xá vinh. Vì mình bàn láng từ bè xoài chỉ mối nâng biển. Hay còn mình từ rì xoài hàng mốc chỉ mối hàn đại. Cứ xá vì nơi rì xoài nước chất đi chỉ mối nâng biển. Cái lô mà chắc kì một toán ấy. Vì sủa prap biển đã cầm bùng tại láng bè xoài kì. Bình tổ bí nị dây khỉ rồi. Bộ việc tặng bấy nẹ có bàn bán trường khỉ tới thua tá mà vậy đã bộ việc bán nị dây riêng luôn. Khả nạ đã xà với công bông tại ổn rớt xoài sốc rung bích nụ. Vì sạp tại miên rộng thả trò chạy sạp bích ăn khả nông. Nâng miền khăn sỏi phí một chất cho mò được bó vỉa. Hơi rung bích nụ. Vì có bàn lưu xâm lấy mà nút srei. Nị dây một mà riêng xài chất trò chạy viết thả. Mít bàn chỉ vỉa một rớt xoài ọt bàn sống cót anh chẳng. Còn tại bàn lưu xâm lấy nút liềm. Asa vì có bạn nghe rộng mười chung vinh luôn ở bỏ vỉa. Tha xâm lấy nụ trên một bị tí nà ở bất bạc cọt. Bố thà bê đại vỉa cho một trong cá xoài môn nỉ. Khi vỉa sất tại pro xóa nâng. Hẹn đạch ban chỉ bên nỉ. Vì bàn lưu xâm lấy nút srei nị giấy tờ vinh. Vì có lấy mới chung vinh luôn mối sân tù. Tại đôi chỉ mình bán khơi nhẹ nát xó. Asa vì có cất thả. Nụ cứ chia xâm lên đã ạp biển vì nị dây mốc bằng lại với bằng nó. Tớp xa vì nị dây tới các ạp biển đã nơi lửa đám xoài thà. Nè, hãy cùng lên cốt chẳng anh đi. Ạp biển đã cầm bùng tại nơi lửa đám xoài. Bê đại bàn lưu xâm đầy đã bỏ xa hỏi. Vì cậu bàn trái một căn xa đã nơi khẳng cọng vinh thả. Cốt ấy anh đi. Anh miệng bàn được thua ấy đã ấy. Bê đại bàn lưu xâm đầy đã bỏ ạp biển hỏi. Asa vì riêng rì chất bình tịch. Tai vì nơi tại kịch thả. Môn nị cứ chia xâm lấy nó bỏ ạp biển viết bình lư một bình lại vì chấp bát nà. Đây mình chọn ai ạp biển viết bình lư xâm lấy một bình lại viết tiệt. Asa viết khổ bàn xâm rách chật đa trình bí cần lại đám xoài đã ạp biển viết cầm bông tại láng nụ. Đậm bày tới rớt xoài nơi cần lại để ngay bí ạp biển. Bê đại vỉa bán đa một ngày bí cần lại đã ạp biển vì làng đám xoài nụ bình tích hỏi. Asa vì có bàn bần tỏ đã được xoài to từ tiệt. Sắp tay rung bích nụ. Vì có bàn lưu xâm lấy mà nút srei đôi môn nì mà đau tiệt. Hỏi bê đại vì lưu lực nì. Asa vì đứng cho bàn nà. Tha xâm lấy môi nì. Vì mình mẹn mốc vì chung vĩnh luôn đã bỏ viên nụ tì. Tay xâm lấy nụ. Cứ hạ bình lưu một vì kháng lửa đám xoài để nó một đã bỏ vì tay mà đòn. Đòi xa tay Asa vì chi mà nụ đáp một cái khát. Từ bán chỉ vì mình hiến nghị từ mơ khang lửa phliếm nụ tì. Asa vì có bàn chốt nghiệm nơi bị một đám xoái mười nụ. Rút vỉa có bán không bằng xâm lần mới thực hàng lửa bình tích mà đòn. Còn tại bề Asa vì xâm lần phép tự đo khang lửa đám xoái nụ phliếm. Asa vì có bàn khơn chừng nụ srei mười cụ. Đàm biên sạc phiếp xó slate. Hơi miền sliệp bẹ rốt bò xò.
កំពុងតែអង្គុយយល់ជើងទៅវិញទៅមកនៅលើដើមស្វាយនោះអាសាលវាគ្រាន់តែបានឃើញជើងសស្លេកមួយនោះភ្លាមវាក៏ប្រញាប់អោនមុខចុះមកវិញដោយសារវាមិនហ៊ានមើលទៅមុខនារីម្នាក់នោះឡើយហើយពេលនេះអាសាលវាដឹងហើយថាសំឡេងមនុស្សស្រីដែលវាបានឮមុននេះវាមានប្រភពមកពីណាហើយអាសាលវាក៏បានដឹងច្បាស់ដែរថាជើងមួយគូដែលវាបានឃើញនៅលើដើមស្វាយមុននេះគឺមិនមែនជាជើងរបស់មនុស្សទេព្រោះថាមិនមានមនុស្សស្រីឯណាមកអង្គុយយកជើងលេងនៅលើដើមស្វាយដូចនេះឡើយតែដោយសារតែចង់ដឹងការពិតអាសាលវាក៏បានព្យាយាមជំនះចិត្តដែលខ្លាចរបស់វាហើយវាក៏សម្រេចចិត្តងើយមើលទៅលើដើមស្វាយនោះម្ដងទៀតគ្រាន់តែវាងើយក្បាលសម្លឹងទៅខាងលើដើមស្វាយនោះភ្លាមស្រាប់តែអ្វីដែលវាបានឃើញធ្វើឲ្យអាសាលវាញ័រខ្លួនដូចជាកូនសត្វត្រូវទឹកនោះគឺជារូបរាងមនុស្សស្រីម្នាក់ដែលកំពុងតែអង្គុយនៅលើមេឃស្វាយនោះយល់ជើងរបស់នាងទៅវិញទៅមកចំណែកឯខ្លួនរបស់នាងវិញប្រឡាក់សុទ្ធតែឈាមហើយក្បាលរបស់នាងបែកខ្ទេចដូចជាត្រូវកំភ្លើងបាញ់ហើយខ្មោចស្ត្រីម្នាក់នោះកំពុងតែងាកសម្លឹងមករកអាសាលបន្តិចម្ដងគ្រាន់តែបានឃើញសភាពរបស់ខ្មោចស្រីម្នាក់នោះហើយអាសាលវាមិនចាំយូរឡើយវាក៏ព្យាយាមរត់ចេញពីទីនោះហើយខណៈពេលដែលវាកំពុងតែរត់វាក៏បានឮសំឡេងដូចជាមានរបស់អ្វីមួយកំពុងតែលោតលើមេឃស្វាយទៅវិញទៅមកលាន់ឮសូរព្រឹកប្រោកពេញតែលើដើមស្វាយអាសាលដែលកំពុងតែរត់បណ្ដើរវាក៏បានងាកមើលក្រោយស្រាប់តែវាបានឃើញខ្មោចស្រីមុននេះនាងកំពុងតែហក់តោងពីមេឃស្វាយមួយទៅមេឃស្វាយមួយទៀតដេញតាមវាមិនឈប់គ្រាន់តែបានឃើញខ្មោចស្រីនោះដេញតាមវាភ្លាមអាសាលវាចាប់ដើមស្លន់ស្លោនិងមានអារម្មណ៍ភ័យខ្លាចកាន់តែខ្លាំងដោយសារតែនៅក្រោមដើមស្វាយទាំងអស់នោះវាសម្បូរទៅដោយស្មៅដ៏ខ្ពស់ធ្វើឲ្យអាសាលវារត់ទៅមុខសឹងតែមើលផ្លូវពុំឃើញងាកមកមើលអាហារឯនេះវិញខណៈដែលវាកំពុងតែដើររើស្វាយស្រាប់តែវាបានឃើញក្មេងប្រុសម្នាក់វាកំពុងតែអង្គុយនៅពីមុខអាហារតែដោយសារមើលមិនសូវច្បាស់ទើបអាហារវាក៏បានដើរចូលទៅជិតក្មេងប្រុសម្នាក់នោះក្រែងលោជាក្មេងដែលស្គាល់គ្នាចូលមករើស្វាយដែរពេលដែលអាហារវាដើរចូលទៅកាន់តែជិតអាហារវាក៏បានឃើញក្មេងប្រុសម្នាក់នោះកំពុងតែអង្គុយអោនស៊ីរបស់អ្វីម្យ៉ាងអាហារវាក៏គិតថាប្រហែលជាក្មេងប្រុសម្នាក់នោះវាមករើស្វាយដែលជ្រុះដែរហើយវាកំពុងតែអង្គុយស៊ីស្វាយដែលរើសបាននោះអាហារវាក៏បានដើរចូលឲ្យកាន់តែជិតស្រាប់តែវាបានឃើញក្មេងប្រុសម្នាក់នោះវាមិនមែនកំពុងតែស៊ីស្វាយដែលរើសបាននោះទេតែក្មេងប្រុសម្នាក់នោះវាកំពុងតែកាយស៊ីសំណែនដាក់មាត់ច្បាមយកមិនឈប់គ្រាន់តែបានឃើញហេតុការណ៍នោះភ្លាមអាហារវាដឹងច្បាស់ថាក្មេងប្រុសនោះវាមិនមែនជាមនុស្សឡើយព្រោះថាពេលវាកំពុងតែច្បាមស៊ីសំណែនក្មេងប្រុសម្នាក់នោះវាហាមាត់រយៈដល់គុំត្រចៀកហើយអ្វីដែលធ្វើឲ្យអាហារវាមានអារម្មណ៍កាន់តែរន្ធត់នោះគឺខណៈពេលដែលក្មេងប្រុសនោះកំពុងតែស៊ីសំណែននោះស្រាប់តែក្បាលរបស់វាបានកាច់ធ្លាក់មកស្មាខាងឆ្វេងរួចក្មេងប្រុសម្នាក់នោះក៏ប្រញាប់យកដៃទៅលើកក្បាលរបស់វាដាក់លើខ្លួនវិញអាហារវាគ្រាន់តែបានឃើញសភាពរបស់ក្មេងប្រុសម្នាក់នោះភ្លាមវាក៏បានព្យាយាមដើរថយមកក្រោយតិចវិញតែខណៈដែលវាកំពុងតែដើរថយក្រោយមកយឺតជើងរបស់វាក៏ស្រាប់តែជន់លើមេឃស្វាយងាប់ដែលជ្រុះមកលើដីហើយសំឡេងដែលវាជន់មេឃស្វាយនោះបានឮទៅដល់ក្មេងប្រុសដែលកំពុងតែអង្គុយស៊ីសំណែននោះគ្រាន់តែបានឮសំឡេងជន់មេឃស្វាយនោះភ្លាមស្រាប់តែក្មេងប្រុសម្នាក់នោះវាក៏បានងាកមករកអាហារគ្រាន់តែក្មេងប្រុសម្នាក់នោះងាកមករកវាភ្លាមអាហារវាបានឃើញយ៉ាងច្បាស់នៅមុខមាត់របស់ក្មេងប្រុសម្នាក់នោះសភាពក្បាលរបស់វាធ្លុះពីខាងមុខដល់ទៅខាងក្រោយ
មានប្រឡោះប្រហោងដូចជាត្រូវគ្របកំភ្លើងចំណែកមាត់របស់វាវិញរយៈហូរឈាមមកមិនឈប់សោះពេលក្មេងប្រុសម្នាក់នោះវាងាកមកឃើញអាហារហើយវាក៏ញញឹមដាក់អាហារចំណែកដៃរបស់វាក៏ចាប់យកសំណែនមួយក្តាប់ហើយវាក៏បានហៅអាហារថាបងបងឯងចង់ស៊ីជាមួយខ្ញុំដែរអត់ឆ្ងាញ់ណាស់ណាបងគ្រាន់តែបានឃើញហេតុការណ៍ប៉ុណ្ណេះភ្លាមមិនចាំយូរឡើយអាហារវាក៏បែកខ្លួនរត់មិនខ្ចីងាកក្រោយទេហើយពេលដែលវារត់ចេញពីទីនោះវាក៏បានឮសំឡេងក្មេងប្រុសម្នាក់នោះវាសើចឡើងដោយសំឡេងសើចនោះស្ដាប់ទៅដូចជាសំឡេងរបស់មនុស្សដែលសប្បាយចិត្តពេលដែលបានធ្វើបាបអ្នកដទៃខណៈដែលអាហារវាកំពុងតែរត់បណ្ដើរភ័យបណ្ដើរវាក៏បានរត់ទៅបុកគ្នាជាមួយនឹងអាសាលដែលកំពុងតែរត់គេចពីខ្មោចស្រីម្នាក់នោះតាមលងបន្លាចដែរគ្រាន់តែបុកគ្នាដួលដល់ដីភ្លាមអាសាលនិងអាហារវាក៏ស្រែកខ្លាំងព្រមគ្នាថាជួយផងខ្មោចកំពុងតែតាមលងវាហើយតែពេលដែលពួកវាទាំងពីរនាក់បើកភ្នែកឡើងឃើញថាជាមិត្តភក្តិរបស់វាអាសាលវាក៏បានប្រាប់ទៅអាហារថាមុននេះវាត្រូវបានខ្មោចលងចំណែកអាហារពេលដែលបានឮសម្ដីរបស់អាសាលហើយវាក៏បានប្រាប់ទៅអាសាលវិញថាមុននេះវាក៏ត្រូវបានខ្មោចលងដែរងាកមកមើលអាពីងឯនេះវិញខណៈដែលវាកំពុងតែឡើងបេះស្វាយកែវយក្សមួយដើមធំនោះដោយសារតែវាឃើញផ្លែស្វាយធំល្អអាពីងវាក៏បានបេះទម្លាក់យកអាពីងវាប្រុងនឹងហៅអាសាលឲ្យមករើតែពេលដែលវាសម្លឹងមើលទៅរកអាសាលវាមិនបានឃើញអាសាលនៅក្រោមដើមស្វាយនោះទេហើយស្របពេលដែលវាកំពុងតែសប្បាយនឹងបេះផ្លែស្វាយនោះស្រាប់តែវាបានឃើញតាចាស់ម្នាក់កំពុងតែដើរពីក្រោមដើមស្វាយដែលវាឡើងនោះហើយអាពីងវាស្គាល់ច្បាស់ណាស់ថាតាចាស់ដែលកំពុងតែដើរនៅក្រោមនោះគាត់គឺជាតាសាក់ប្រាំព្រោះវាធ្លាប់ជួបតាសាក់ប្រាំនោះជាច្រើនដងមកហើយទើបបានជាវាចំណាំរូបរាងរបស់គាត់បានអាពីងវាគ្រាន់តែបានឃើញគាត់ភ្លាមវាក៏ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចព្រោះថាពេលនេះអាពីងវាកំពុងតែលួចឡើងបេះផ្លែស្វាយរបស់គាត់បើសិនជាគាត់បានឃើញគាត់ច្បាស់ជាចាប់អាពីងជាមិនខានខណៈដែលវាកំពុងតែភ័យស្រាប់តែតាសាក់ប្រាំនោះក៏បានដើរសម្ដៅមករកដើមស្វាយដែលអាពីងកំពុងតែឡើងរួចគាត់ក៏បានមកអង្គុយជាប់នឹងគល់ស្វាយដែលធ្វើឲ្យអាពីងវារឹតតែភ័យខ្លាំងឡើងដោយខ្លាចមិនចង់ឲ្យតាសាក់ប្រាំនោះឃើញវាអាពីងវាក៏បានផ្ដេកខ្លួនដេកអោបមេឃស្វាយជាប់ដើម្បីលាក់ខ្លួនពីតាសាក់ប្រាំនោះខណៈដែលតាសាក់ប្រាំនោះមកអង្គុយនៅគល់ស្វាយអាពីងវាក៏បានអើតមើលថាតើគាត់កំពុងធ្វើអ្វីឲ្យប្រកាសគ្រាន់តែវាសម្លឹងទៅមើលគាត់ភ្លាមស្រាប់តែអាពីងវាបានឃើញតាសាក់ប្រាំនោះគាត់កំពុងតែអង្គុយអោនស៊ីសំណែនមួយកន្ទោងដែលនៅជាប់នឹងគល់ស្វាយហើយអ្វីដែលសំខាន់នោះគឺសំណែននោះវាជាសំណែនដែលអាពីងវាទើបតែនោមដាក់ទៀតផងខណៈពេលដែលវាកំពុងតែលួចមើលតាសាក់ប្រាំអ្នកនោះអាពីងវាក៏បានយកជើងទៅធាក់នឹងស្វាយងាប់1ម៉ែត្រធ្វើឲ្យវាធ្លាក់ជ្រុះទៅលើដីសំឡេងធ្លាក់មេឃស្វាយក៏បានលឺទៅដល់តាសាក់ប្រាំម្នាក់នោះស្រាប់តែភ្លាមនោះគ្រាន់តែបានលឺសំឡេងនោះហើយតាសាក់ប្រាំគាត់ក៏បានងើយមុខឡើងមកលើភ្លាមគាត់ងើយទៅមើលលើដើមស្វាយនោះស្រាប់តែគាត់បានងើយមកចំមុខរបស់អាពីងដែលកំពុងតែលាក់ខ្លួនពីគាត់ហើយគ្រាន់តែគាត់ងើយមុខឡើងមកលើភ្លាមវាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅមុខមាត់របស់តាសាក់ប្រាំនោះបុរសចំណាស់ដែលកំពុងតែអង្គុយស៊ីសំណែននៅជាប់មាត់មុខរបស់គាត់ឡើងខៀវហើមស្ពុលចំណែកភ្នែករបស់គាត់វិញសឹងតែលៀនចេញមកក្រៅហើយគាត់ក៏បានសម្លក់មកកាន់អាពីងហាក់ដូចជាបានខឹងនឹងវារឿងអ្វីមួយគ្រាន់តែបានឃើញអាពីងនៅលើដើមស្វាយភ្លាមតាសាក់ប្រាំនោះគាត់ក៏បានលើកដៃចង្អុលមកកាន់អាពីងហើយគាត់ក៏និយាយឡើងថា
ក្មេងប្រហើនហ៊ាននោមដាក់បាយម្ហូបអញផងហើយនៅឡើងលួចបេះស្វាយអញទៀតអញមិនអោយឯងរួចខ្លួននោះទេគ្រាន់តែនិយាយចាប់ភ្លាមស្រាប់តែតាសាក់5នោះគាត់ក៏បានចាប់ផ្ដើមវាជើង4ដូចជាសត្វរួចគាត់ក៏បានវាសម្ដៅឡើងមកលើដើមស្វាយដែលអាពីងវាកំពុងតែនៅលើនោះសភាពដែលគាត់ឡើងលើដើមស្វាយពេលនេះគ្រាន់តែអាពីងវាឃើញភ្លាមសឹងតែធ្វើឲ្យវាគាំងនៅមួយកន្លែងព្រោះថាគាត់វាឡើងដើមស្វាយដូចជាសត្វបង្គួយវាឡើងដើមឈើដូចនេះដែរគ្រាន់តែបានឃើញតាសាក់5នោះគាត់ឡើងមកភ្លាមអាពីងវាក៏បានស្រវេស្រវាចុះមកក្រោមដើម្បីគេចពីខ្មោចតាសាក់5នោះវាបំរុងនឹងលោតចុះពីមេឃស្វាយតែដោយសារតែវាខ្ពស់ពេកធ្វើឲ្យអាពីងវានៅតោងជាប់មេឃស្វាយប៊ីនឹងធ្លាក់ហើយវាក៏បានស្រែកហៅរកអាសាលនិងអាហារឲ្យមកជួយវាផងខណៈដែលអាហារនិងអាសាលវាទាំងពីរនាក់កំពុងតែមើលមុខគ្នាដោយការភ័យខ្លាចពួកវាក៏បានឮសំឡេងរបស់អាពីងស្រែកមកខ្លាំងៗឲ្យពួកវាទៅជួយគ្រាន់តែបានឮសំឡេងរបស់អាពីងភ្លាមមិនចាំយូរឡើយអាហារនិងអាសាលពួកវាទាំងពីរនាក់ក៏បាននាំគ្នារត់សម្ដៅទៅរកអាពីងដើម្បីទៅជួយវាពេលដែលពួកវាទាំងពីរនាក់ទៅដល់កន្លែងនោះភ្លាមពួកវាក៏បានឃើញអាពីងវាកំពុងតែស្រែកផងហើយស្រវេស្រវាចុះពីលើដើមស្វាយនោះផងដែលធ្វើឲ្យវាប៊ីតែនឹងធ្លាក់អាសានិងអាហារកាលដែលបានឃើញភ្លាមពួកវាក៏ប្រញាប់រត់ទៅជួយទប់អាពីងដើម្បីឲ្យវាចុះពីលើដើមស្វាយនោះមកតាមស្រួលអាពីងវាក៏បានលែងដៃពីមេឃស្វាយនោះហើយវាក៏ធ្លាក់មកលើអាសានិងអាហារដួលពេញដីស្រាប់តែពេលពួកវាក្រោកមកវិញក៏ស្រាប់តែបានឃើញខ្មោចទាំង3នាក់នោះមានខ្មោចតាចាស់ម្នាក់ខ្មោចស្ត្រីម្នាក់និងខ្មោចក្មេងប្រុសម្នាក់កំពុងតែឈរនៅគល់ស្វាយសម្លឹងមកពួកវាគ្រប់គ្នាគ្រាន់តែបានឃើញខ្មោចទាំង3នោះឈរសម្លឹងមកពួកវាហើយអាសាលអាពីងនិងអាហារពួកវាទាំងពីរនាក់ក៏ប្រញាប់ក្រោកឈរមកវិញហើយក៏បាននាំគ្នារត់ចេញពីចំការស្វាយមួយនោះបន្តិចក្រោយមកពួកវាក៏បានរត់មកដល់កន្លែងរបងលួស្រាប់តែអាសាលអាហារនិងអាពីងពួកវាទាំង3នាក់បានលោតផ្លោះរបងកម្ពស់ជាង2ម៉ែត្រដោយនឹកស្មានមិនដល់វាជារឿងដែលពួកវាសឹងតែមិនជឿខ្លួនឯងព្រោះតែពេលនេះពួកវាកំពុងតែភ័យខ្លាចខ្លាំងពេកទោះបីជារបងនោះកម្ពស់ខ្ពស់យ៉ាងណាក៏ពួកវាទាំង3នាក់អាចផ្លោះលោតបានដែរខណៈពេលដែលវាចូលមុខដំបូងពួកវាទាំង3នាក់លូនចូលតាមក្រោមសោះប៉ុន្តែនៅពេលដែលមានខ្មោចលងទោះបីជារបងលួសដែលមានកម្ពស់ជាង2ម៉ែត្រក៏ពួកវាផ្លោះលោតរំលងបានធម្មតាពេលដែលពួកវាទាំង3នាក់បានមកដល់ខាងក្រៅហើយទាំងម្នាក់ដួលរដាប់រដួលរមេលខ្លួនលើដីសឹងតែគ្រប់គ្នាពួកវាទាំង3នាក់នាំគ្នាអង្គុយដង្ហក់ព្រោះថាមុននេះពួកវាម្នាក់ពិតជាត្រូវបានខ្មោចលងពិតមែនភ្លាមនោះអាពីងវាក៏បាននិយាយទាំងហត់និងដកដង្ហើមមិនដល់គ្នាថាណែចុះអ៊ំសាក់5នឹងគាត់ស្លាប់តាំងពីពេលណាមកមិនបានជាពួកយើងមិនដឹងសោះវ៉ៃអាហារវាក៏បានតបវិញថាអញអត់ដឹងដូចគ្នាហ្នឹងវ៉ៃមិនដឹងថាពួកគាត់ជួបរឿងអីទេបានជាស្លាប់ទាំងគ្រួសារបែបនេះសំខាន់អត់មានឮគេធ្វើបុណ្យសពអីសោះបន្ទាប់ពីឮពួកវាទាំងពីរនាក់និយាយរួចអាសាលវាក៏រអ៊ូទាំងដកដង្ហើមមិនចង់ដល់គ្នាថាណែបើអញស្ដាប់ម៉ែអញណាម្លេះអញមិនត្រូវខ្មោចលងចឹងទេគ្រាន់តែបានឮសម្ដីរបស់អាសាលហើយអាពីងនិងអាហារវាក៏បាននិយាយព្រមគ្នាមកថាអើយចុះអាណាទៅដឹងវ៉ៃមិនដឹងថានៅនឹងឥឡូវមានខ្មោចបើយើងចូលរដងមិនដែលអីផងបើពួកអញដឹងពួកអញក៏អត់មកដែរវ៉ៃនិយាយគ្នាមិនទាន់ចាប់ស្រួលបួលផងអាសាលវាក៏បាននិយាយប្រាប់ពួកនោះថាណែអញថាពួកយើងប្រញាប់នាំគ្នាយកគោទៅផ្ទះសិនតាអញមានអារម្មណ៍ថាដូចជាមិនស្រូវស្រួលសោះណាមួយមេឃក៏វាចាប់ផ្ដើមងឹតដែរ
Bà dưỡng nơi nâng tiết anh kết thảo vì mình lọ thế vậy. Phụ vì tầng pi nẹ ngục bà nâng sầm đầy đã bỏ xa. Hỏi có bà nôm khỉ đất cổ tờ lọp tớp tè vĩnh riêng luôn. Con tài một đọp tè vĩnh phìm. Xa với cậu bạn prắp bục nâng máy được bỏ vỉa. Ta bìa đại vì tờ mơ cổ là nghịch mình. Phụ vì ban châu tờ rớt xoay không đây chùm ca đã bỏ ta xạ pram. Hỏi vì cậu bạn riêng rộp rõ rừng rài đại vì ban chụp thằng ọ tờ can bốc máy đã bỏ vỉa. Phụ cột tầng pi nẹ con tại bàn lưu sầm đầy đã bỏ xa. Viết dạy prap bì riêng rài đại vì ban chụp liềm. Máy đã bỏ vỉa. Cậu bạn phải nhập dốc ông con 10 con chán. Nâng ớt thuộc trong nôn bấy xa xài. Dốc một đầm bày bệnh định ốp bật rụt trong rài chính pi xa. Hơi có dột tất 10 tờ một sợi cả ba đã bỏ vỉa. Hơi cột có nị dạy prap xa thà. Chăm tháng ấy cốt nôm xa tới vọt đầm bày ai lột sợi tực trên mà đòn. Trong nấy biển bế đại việt trở lọp một đóp tèo vinh phìm. Vì mình bạn prap buộc mày đã bao vì ông pi đường rài đại việt ban chụp tháng mấy nụ tì. Bế tịch có bạn ót đồng cột. Chỗ trùng nôn một quỳnh đời phim ngô nghịch. Biển vì có bạn điếp chòm từng ngút tật nước rạp tè. Đại xa phụ vì rốt nơi sốc sái trong cả. Vì mình miền bần túc tật trâm tờ đầm bấy ai vì mút tật lòi. Rút vì có sổng đời đá sở độc biển đầm bấy ngút tật nước rạp tè. Khả nạ bế đại biển vì công bông tay ngút tật. Sắp tại vì bán khơi sầm màu mà nụ prôm nẹt mới plong. Công bông tại đá mốc bị prey ai lại rạp tè được bao vì. Hỏi ở với đai sầm khăn nụ. Cứ sầm màu không mới mùi nụ công bông tại đá sầm đời một rốt vì tay mà đòn. Đời sát tại vì công bông tại dột sập bụ đó một. Thưa ai ở biển bác bên này mới mình xây cho bà. Tớ vì dốt tất một tờ một liên mục. Đàm bày mới từ sầm màu mở mùi nụ ở cho bà. Phần tài sắp tại vì bác bên này một vịnh. Có bạt sầm màu một nút rôm nét nuôi chừng. À biển với cậu bạn cách thả. Muốn nỉ pra chỉ phục đã bỏ vỉa. Đại cột tớp tại móc bí chầm cả cái lắp tè. Tớp ban chỉ việc bần to ngút tật vịnh đối thọ mà đà. Phần tài đồng bích nụ. À biển với cậu bạn bắt tờ đã bỏ vỉa. Đại bàn thét trồ từ khăn nông tức biển. Hỏi đại sát tại bên nỉ vì chỉ giúp ngô nghịch. Thưa ai ở biển với mượp tớ nút mình khởi. Tớp đâm đời ai vỉa tới tài dốc đầy từ riêu nước khăn nông biên nụ đầm bày rốc tờ. À biển với riêu rột mũi sinh tủ. Tay cỏ rột mình khơi sọ. Với cậu bạn lúc đầy chỗ từ riêu mà đón tiệt. Tại sắp tại lực ní. Miết đầy mũi bán một chạp đáy vì chuộc. Để thừa ói ở biển với khóm chi dìm tin đầy trên bị khăn nông biên một vịnh. Hỏi khăn nạ bế đà vì không bằng tiếng đầy nụ trên bị khăn nông biên dịch dịt. À biển với cậu bạn khơi đầy đã công bùng chắc vì chuộc nụ. Miết sạp hiệp xó sạch sẵn. Hỏi rung bích nụ. Có lết trên mốc mà nụ mình nẹ bán trên một bị khăn nông biển. Hỏi bế đại các ba nụ bán trên một rài hỏi. À biển với cho bà nà. Nụ cứ chỉ các bà rồi bỏ ta xạ pram. Đã à biển vì bán khởi các bí linh nghịch mình. Còn tại bàn khơi một rồi bỏ ta xạ pram nụ phliếm. À biển với có bà nhập rớt đầy trên bị ta xạ pram nét nụ. Hỏi việc có bàn sạch đời cả phê khलान mũi tùm hừng. Thua ở phục mai rồi bỏ việc nôm khnia rất sầm đại một căn à biển. Hỏi bề đại buộc cột bán một đỏ. Buộc cột tàng bí nẹ bán khơi cầu được bó cột. Còn bóng tay ông cùi nơi kiên biển. Nhẹ đôi chìa côn sạch. Slick một. Ốp trong cùng đã bóc luôn ảnh chụp. Hỏi con tại bàn khơi đôi chân này phliếm. Bốc nâng mài rồi bó vỉa. Có bà nhập dốc vỉa chỗ từ khăn nông tè. Con tại chỗ từ đó khăn nông tè phliếm. Buộc cột có bàn số ở biển thả. Táo môn nị miên đường ở vầy cát lạng. Bần tài thu bây chỉ cột số dạng nạ. À biển với nơi tài nhó phầy. Mình bàn chơi tọp nâng xâm nùa đã bó cột lòi. Có lấy một mờ à hàn ở nế vịnh. Vì công bụng ta tiếp trọng sĩ bài bế lần nghị chỉ môi nâng cửu xa đã bó vỉa nơi ai kiến tè. Đại xa tay à hàn vì sĩ bài dũ trình kỳ. Tớp bụng mày đã bó vỉa. Đại quạt bị xa bài hói mụn. Bụi quạt có bàn nóm kì cháu thực nông té môn bạc tử. Túc ỏi tay à hàn vì nơi sĩ bài krap tè tay mình ảnh. Hỏi khẩn nát đại bế vỉa công bóng tài sĩ bài mình ai nụ. Vì cậu bạn lưu xâm lấy núp rồ riêng chùm nà.
មកពីណាក៏មិនដឹងបានបន្លឺមកលួយល្វើយមកថាឲ្យតាហូបផងតាឃ្លានណាគ្រាន់តែបានឮសំឡេងនោះភ្លាមអាហារវាក៏បានមើលជុំវិញខ្លួនរបស់វាស្រាប់តែវាបានឃើញស្រមោលមួយស្ទង់នៅពីមុខកំពុងតែឈរសម្លឹងវាពីចម្ងាយគ្រាន់តែបានឃើញស្រមោលខ្មៅមួយនោះភ្លាមអាហារវាបំរុងហាមាត់ស្រែកសួរក៏ប៉ុន្តែវាមិនទាន់បាននឹងសួរផងស្រាប់តែបាត់ស្រមោលមួយនោះឈឹងអាហារគ្រាន់តែបានឃើញហេតុការណ៍នោះភ្លាមវាភ្ញាក់ខ្លួនព្រឺតយកដៃមកអេះក្បាលរួចនិយាយក្នុងចិត្តម្នាក់ឯងថាទេមុននេះអញស្វាំងភ្នែកទៅដឹងវៃរួចវាក៏បន្តស៊ីបាយដូចធម្មតាលុះដល់ពេលដែលវាស៊ីបាយរួចហើយអាហារវាក៏បានលើកចានបាយយកមកដាក់ក្រោយផ្ទះដើម្បីទុកឲ្យម៉ែរបស់វាលាងខណៈដែលវាកំពុងតែលើកបាយម្ហូបដែលនៅសល់ទៅទុកនៅក្រៅផ្ទះស្រាប់តែរំពេចនោះនៅពេលដែលវាដើរសុកស្រាប់តែមានដៃមួយដែលមានសភាពជ្រីជ្រួញបានលូកមកយកម្ហូបដែលនៅសល់ក្នុងចានដែលអាហារវាកំពុងតែលើកនោះអាហារវាក៏បានឈប់ឆ្ងល់មួយកន្លែងហើយវាក៏តាមមើលដៃនោះស្រាប់តែវាបានឃើញតាចាស់ម្នាក់ដែលគាត់ស្លៀកពាក់ខោអាវទាហានយកដៃចាប់ម្ហូបដែលសេសសល់នៅក្នុងចានដែលអាហារកំពុងតែលើកយកមកដាក់ចូលក្នុងមាត់របស់គាត់ខណៈមុខរបស់គាត់វិញមើលទៅឡើងហើមរលួយមានធុងក្លិនស្អុយគគ្រុកអាហារវាគ្រាន់តែបានឃើញភ្លាមវាញ័រដៃធ្លាក់ចានបាយទៅលើដីហើយគ្រាន់តែបានឮសំឡេងចានឆ្នាំងធ្លាក់ភ្លាមពុកម៉ែរបស់អាហារក៏បានរត់មករកវាហើយពួកគាត់ក៏សួរវាថាចុះវាកើតអីហើយណាបានជាធ្វើឲ្យធ្លាក់ចានបែកអស់រលីងអាហារវាមិនបាននិយាយអ្វីនោះទេតែវារត់សំដៅទៅរកម៉ែរបស់វាហើយអោបគាត់ជាប់ក្នុងសភាពញ័រញាក់ដែលឃើញសភាពអាហារវាមិនស្រួលពួកគាត់ទាំងពីរនាក់ក៏ប្រញាប់នាំវាចូលទៅក្នុងផ្ទះបាត់ស្អែកព្រឹកឡើងព្រលឹមស្រាងបន្ទាប់ពីពុកម៉ែរបស់វាបានដឹងរឿងដែលអាសាលអាពីងនិងអាហារប្រាប់ហើយពួកគាត់ក៏បាននាំកូនដើម្បីទៅឲ្យលោកចៅអធិការវត្តស្រោចទឹកឲ្យពេលដែលពួកគាត់ចូលទៅដល់ក្នុងវត្តភ្លាមពួកគាត់ក៏បាននាំគ្នានិយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់លោកតាចៅអធិការវត្តពេលដែលលោកតាបានស្ដាប់ដឹងរឿងរ៉ាវគ្រប់យ៉ាងអស់ហើយលោកតាក៏បានស្រោចទឹកឲ្យពួកវាទាំង3នាក់ហើយលោកតាក៏មានសង្ឃដីកាឡើងថាត្រូវឲ្យពួកវាទាំង3នាក់ទៅខមាទោសនៅកន្លែងចំការស្វ័យនោះព្រោះថាពួកវាទាំង3នាក់បានធ្វើប៉ះពាល់ដល់គេនៅទីនោះគ្រាន់តែឮសង្ឃដីការបស់លោកតាចៅអធិការវត្តភ្លាមស្រាប់តែពុកម៉ែរបស់ពួកវាក៏បានសួរទៅកាន់លោកតាថាកូនរបស់កណាបានធ្វើអីផ្ដេសផ្ដាសលោកតាពួកវាគ្រាន់តែចូលទៅរើស្វ័យសោះពួកវាមានបានទៅធ្វើអីផ្ដេសផ្ដាសឯណាលោកតាក៏មានសង្ឃដីកាបន្ថែមថាព្រលឹងខ្មោចទាំងអស់នោះមិនមែនប្រកាន់រឿងពួកក្មេងៗវាចូលទៅរើស្វាយឬក៏បេះស្វាយអីនោះទេតែគេប្រកាន់រឿងពួកវាទាំង3នាក់បាននាំគ្នាទៅជន់នឹងមើងងាយសំណែនរបស់គេគ្រាន់តែបានឮសង្ឃដីការបស់លោកតាចៅអធិការវត្តភ្លាមពួកវាទាំង3នាក់ក៏បាននឹកឃើញថាពេលដែលពួកវាចូលទៅក្នុងដីចំការស្វាយនោះដំបូងអាពីងវាបាននោមដាក់កន្ទងសំណែនរបស់គេតែគេបានដាក់សែននៅជិតគល់ស្វាយនោះចំណែកអាសាលនិងអាហារវិញពួកវាទាំងពីរនាក់ក៏បាននាំគ្នាជន់សំណែនរបស់គេដោយសារតែពេលនោះពួកវាមិនបានមើលព្រោះថាពួកវាទាំងពីរនាក់ប្រញាប់នាំគ្នាទៅជួយដាក់អាពីងចុះពីលើដើមស្វាយពេលដែលខ្មោចតាសាក់5នោះលងបន្លាចវាបន្ទាប់មកលោកតាគាត់ក៏មានសង្ឃដីកាថាឲ្យពុកម៉ែរបស់ពួកវាទាំង3នាក់នាំគ្នាធ្វើបាយម្ហូបដើម្បីយកទៅសែនកន្លែងដែលពួកវាទាំង3ជន់សំណែនរបស់គេបើមិនដូច្នេះនោះទេខ្មោចនោះនៅតែតាមពួកវាមិនឈប់ក្រោយពីបានឮសង្ឃដីការបស់លោកតាចៅអធិការវត្តហើយម៉ែឪរបស់ពួកវាទាំង3នាក់ក៏បានលាត្រឡប់មកកាន់ផ្ទះវិញ
ហើយពួកគាត់ក៏បានរៀបចំធ្វើបាយម្ហូបដើម្បីយកទៅដាក់សែនឲ្យគេវិញហើយក៏បានធ្វើពិធីសុំខមាទោសកុំឲ្យពួកគាត់ប្រកែកប្រកាន់អីព្រោះថាពួកវាទាំង3នាក់នេះសុទ្ធតែជាក្មេងដែលមិនដឹងអីនោះទេបន្ទាប់ពីធ្វើពិធីសែនសំណែនរួចហើយពួកវាទាំង3នាក់ក៏បានដឹងពីរឿងរ៉ាវនៃការស្លាប់ទាំងគ្រួសាររបស់តាសាក់5នោះការស្លាប់របស់ពួកគាត់ទាំង3នាក់នោះវាមិនមែនជាការសម្លាប់ឬក៏ជួបគ្រោះថ្នាក់អ្វីនោះទេគឺវាកើតឡើងដោយសារតែតាសាក់5គាត់ប្រច័ណ្ឌប្រពន្ធរបស់គាត់ព្រោះប្រពន្ធគាត់មើលទៅដូចជាប្លែកជាងមុនហាក់ដូចជាកំពុងតែលួចមានអ្នកថ្មីហើយចៃដន្យអីតាសាក់5នោះគាត់ក៏ចាប់បានហើយដោយសារតែការខឹងឆេវឆាវមួយពេលតាសាក់5គាត់ក៏បានចាប់ប្រពន្ធនិងកូនរបស់គាត់យកមកបាញ់សម្លាប់នៅក្នុងចំការស្វាយមួយនេះហើយហេតុផលដែលគាត់សម្លាប់ទាំងកូនរបស់គាត់ព្រោះតាសាក់5គាត់សង្ស័យថាកូននោះគឺមិនមែនជាកូនរបស់គាត់ទេតែវាគឺជាកូនរបស់សហាយប្រពន្ធគាត់ទៅវិញហើយពេលដែលគាត់សម្លាប់ប្រពន្ធនិងកូនរបស់គាត់ហើយគាត់ក៏បានមុខសម្លាប់ខ្លួនឯងដោយចងកនៅដើមស្វាយដែលអាពីងវាបានឡើងកាលពីម្សិលមិញដោយសារតែដូច្នេះទើបនៅគល់ស្វាយមួយនោះវាមានសំណែនមួយកន្ទងទុកសែនឲ្យតាសាក់5នោះហើយបន្ទាប់ពីមានរឿងរ៉ាវទាំងអស់នេះបានកើតឡើងគ្រួសារសាច់ញាតិរបស់លោកតាសាក់5គាត់ក៏បានមកយកសាកសពពួកគាត់ទៅធ្វើបុណ្យនៅឯក្រុងភ្នំពេញចំណែកឯបងប្អូនរបស់គាត់វិញក៏បាននាំគ្នាធ្វើរបងដើម្បីការពារចំការស្វាយនោះព្រោះនៅទីនេះលែងមានអ្នកណាគេរស់នៅទៀតហើយចំណែកអំពីព័ត៌មាននៃការស្លាប់វិញពួកគេព្យាយាមបិទចិត្តមិនឲ្យបែកធ្លាយទៅណានោះទេដោយសារតែដូច្នេះទើបបានជាមិនសូវមានអ្នកណាដឹងអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងដីចំការស្វាយសាក់5នេះឡើយកន្លងមក10-20ឆ្នាំចំការស្វាយដ៏ធំមួយនេះក៏ត្រូវបានគេទិញដើម្បីអភិវឌ្ឍធ្វើជាដីឡូនិងបូរីតែទោះបីជាសប្តាហ៍ថ្ងៃទីនោះខ្លះជាទីរាបស្មើក៏ពិតមែនតែប្រវត្តិដ៏ព្រឺព្រួយរបស់វានៅតែដិតដាមជាប់ក្នុងការចងចាំរបស់អ្នកភូមិដែលរស់នៅទីនោះជាពិសេសគឺអ្នកដែលបានជួបហេតុការណ៍តែម្ដងគឺអាពីងអាសាលនិងអាហាន